รีบสู้บองปอนต่างๆគ្នាថ្ងៃនេះនាងខ្ញុំមកធ្វើឆាព្រៃសាច់មាន់ចាចំពោះសាច់មាន់ថ្ងៃនេះនាងខ្ញុំមានជាប្រភេទមាន់ស្រែហើយមាន់ស្រែគឺវាមានរសជាតិឆ្ងាញ់ជាងមាន់កសិកម្មមកបងប្អូនចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនទៅតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាមុននឹងទៅទស្សនាសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នាងខ្ញុំម្នាក់មួយផងណានេះគឺជាគ្រឿងផ្សំដំបូងនេះខ្ញុំយកគល់ស្លឹកគ្រៃចំនួន10គល់បងប្អូនពីព្រោះអីសាច់មាន់ខ្ញុំថ្ងៃនេះគឺចំនួន1គីឡូចឹងខ្ញុំដាក់គល់ស្លឹកគ្រៃនឹងច្រើនពីព្រោះឆាព្រៃនេះគឺសំខាន់មែនទែនគឺគល់ស្លឹកគ្រៃនឹងឯងចឹងខ្ញុំយកគល់ស្លឹកគ្រៃនោះមកហាន់ជាបន្ទះស្ដើងចឹងមកគល់ស្លឹកគ្រៃនេះគឺជាគល់ស្លឹកគ្រៃដែលខ្ញុំបានដាំនៅខ្លួនឯងអញ្ចឹងគឺវាស្រស់ថ្មីហើយក្លិនឈ្ងុយមែនទែនចំណែកមើមរំដេងនេះខ្ញុំក៏ទឹមតែជីកមកដែរបងប្អូនជាមើមរំដេងដែលនៅខ្ចីអញ្ចឹងមើមរំដេងខ្ចីនេះខ្ញុំហាន់ជាបន្ទះស្ដើងពីព្រោះយើងត្រូវការហូបទាំងអស់អញ្ចឹងពេលយើងបានមើមរំដេងខ្ចីនេះគឺត្រូវហូបបានទាំងអស់តែម្ដងចំណែកឯរមៀតនេះខ្ញុំយកវាមកហាន់ជាកង់ស្ដើងដែរចំនួន1កូនដុំហើយស្លឹកក្រូចសើចយកវាមកបេះទៅក្នុងក្តារចេញទៅចំណែកខ្ទឹមក្រហមនេះខ្ញុំយកវាមកពុះជា3ជា4អញ្ចឹងមកហើយដាក់ចំនួន4មើមខ្ទឹមសនេះខ្ញុំយកមកដំឲ្យគ្រាន់តែបែកទៅបងប្អូនដល់មិនបានច្រើនទេចំនួន2មើមធំពេលបែកហើយវាពេលបានច្រើនកំពុះដល់ចំណែកម្ទេសនេះខ្ញុំប្រើជាប្រភេទម្ទេសម៉ាឡេចំនួន6ផ្លែពីព្រោះម្ទេសម៉ាឡេនេះគឺវាអត់មានរសជាតិហឹរខ្លាំងទេបងប្អូនអញ្ចឹងវាបានពណ៌ផងហើយនឹងរសជាតិមិនសូវហឹរផងប៉ុន្តែនេះខ្ញុំក៏បានលេងនឹងម្ទេសអាចសាតខ្លះដែរបន្ទាប់ពីយើងបានត្រៀមគ្រឿងផ្សំផ្សេងៗនឹងបានរួចរាល់ហើយនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆានៅក្នុងខ្ទះក្តារសិនមករួចដាក់គល់ស្លឹកគ្រៃពាក់ក្តារសិនមកពីព្រោះពាក់ក្តារទៀតទុកដាក់ពេលរយៈឆ្អិនណាបងប្អូនតែដាក់គល់ស្លឹកគ្រៃនឹងរំលឹងជាមួយនឹងប្រេងឆាឲ្យវាឈ្ងុយសិនមកតមកនេះខ្ញុំនឹងចាក់គ្រឿងផ្សំផ្សេងទៀតដែលមានខ្ទឹមសខ្ទឹមក្រហមរមៀតរំដេងស្លឹកក្រូចសើចនេះចូលមករួចបន្តរំលីងឲ្យគ្រឿងទាំងអស់ហ្នឹងវារឹងឆ្អិនបន្តិចហើយឡើងក្លិនឈ្ងុយចឹងមកចាហើយវារឹងឆ្អិនហើយក្លិនក៏ឈ្ងុយមកដែរនេះខ្ញុំចាប់ផ្ដើមដាក់សាច់មាន់ចូលតែម្ដងហើយឆាឲ្យសាច់មាន់ហ្នឹងវាឈ្ងុយបន្តិចបងប្អូនយើងទុកឆ្អិនណាមកទៅខ្ញុំចាប់តាមផ្សំគ្រឿងឲ្យដាក់ទឹកត្រីចំនួន3ស្ពាយបាយចានៅក្នុងវីដេអូខ្ញុំទៅ2ទៀតប៉ុន្តែខ្ញុំបានបន្ថែម1ស្ពាយបាយទៀតពីព្រោះវាស្ទើរប្រៃខ្ញុំថែមទៅក្រោយខ្ញុំបានថតបង្ហាញជូនបងប្អូនបន្ទាប់មកនេះខ្ញុំដាក់ស្ករអំពៅចំនួន2ស្ពាយបាយកំប៉ុងហើយប៊ីចេង1ស្ពាយបាយចំពោះប៊ីចេងមើលទៅបងប្អូនថាដាក់ច្រើនមែនតែចំនួនសាច់មាន់នេះខ្ញុំធ្វើគឺច្រើនណាស់បងប្អូនគឺ1គីឡូណាចាំបងប្អូនចូលចិត្តតិចដាក់តិចក៏បានដែរនេះខ្ញុំបន្ថែមរ៉ូឌីចំនួន2ស្ពាយបាយកូរច្របល់ឲ្យគ្រឿងផ្សំហ្នឹងវារលាយសិនមកហើយចាំកូរសាច់មាន់ហ្នឹងចូលជាមួយគ្រឿងមកបងប្អូន
ចាឆាច្បល់ឲ្យគ្រឿងផ្សំនឹងវាចូលជាមួយសាច់មាន់សិនហើយនឹងខ្ញុំមកបានបន្ថែមទឹកបន្តិចដែរបងប្អូនដោយសារសាច់មាន់នេះវារាងចាស់អញ្ចឹងវារាងស្វិតអញ្ចឹងខ្ញុំបន្ថែមទឹកដើម្បីរំងាស់ឲ្យសាច់មាន់នេះរាងផុយបន្តិចតែបើបងប្អូនមានមាន់ដែលយកមកជាប្រភេទមាន់ដែលផុយអញ្ចឹងមិនបាច់ចាំដាក់ទឹកច្រើនទេពីព្រោះខ្យាប្រៃយើងអត់ត្រូវការទឹកច្រើនណាបងប្អូនគឺស្រួលថាកកទៅឆ្ងាញ់ចាំបន្ទាប់ពីយើងឆាឲ្យគ្រឿងផ្សំនឹងវាចូលជាមួយសាច់មាន់ហើយនឹងខ្ញុំបន្តដាក់គល់ស្កៃដែលនៅសល់ហើយនឹងម្ទេសម្លេម្ទេសអាចសាត់ហើយនឹងស្លឹកក្រូចសើចនឹងដាក់ចូលទាំងអស់មករួចឆាចំនួន 2-3 ត្រឡប់មើលតែម្ទេសម្លេនឹងវារៀងឆ្អិនបន្តិចបងប្អូនព្រោះម្ទេសម្លេវារៀងកពុលបន្តិចបើសិនជាយើងឆាអត់ឆ្អិនណាមកនេះខ្ញុំបន្ថែមប្រេងខ្យងចំនួន2ស្លាបព្រាបាយព្រោះប្រេងខ្យងកាលណាដាក់មុនគេវានឹងខាប់អញ្ចឹងបងប្អូនជួយខ្ញុំរើដាក់ប្រេងខ្យងហ្នឹងក្រោយគេអញ្ចឹងមកតែបើបងប្អូនចង់ដាក់ដំណើរនឹងគ្រឿងផ្សំផ្សេងដែលបានផ្សំមុនហ្នឹងក៏បានដែរតែបន្ទាប់ពីកូរប្រេងខ្យងនឹងវាចូលជាមួយសាច់មាន់ហើយនឹងខ្ញុំដាក់ស្លឹកម្រះត្រូវចូលតែម្ដងអញ្ចឹងខ្ញុំស្លឹកម្រះត្រូវគឺនឹងខ្ញុំដាក់ច្រើនដោយសារខ្ញុំចូលចិត្តម្រះត្រូវបងប្អូនខ្ញុំដាក់ជាមួយកូនច្រៃនឹងរៀងច្រើនដែររួចឆាតែ2-3ត្រឡប់ទៅតែប៉ុណ្ណឹងគឺយើងអាចបិទភ្លើងក្រោយហើយអាចយកទៅពិសាបានហើយនេះតំណងណាបងប្អូនចំពោះរសជាតិគឺធ្វើយ៉ាងម៉េចកុំឲ្យវាអែមខ្លាំងឬក៏ប្រៃខ្លាំងពេកបងប្អូនគឺមកល្មមទៅគឺឆ្ងាញ់តែម្ដងចាតំណងហ្នឹងអញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានចំពោះឆាប្រៃសាច់មាន់នៅមុខនេះបងប្អូនបានជាប្រភេទមាន់សាយនេះខ្ញុំគឺថារឹតតែឆ្ងាញ់តែម្ដងចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបងប្អូនកុំភ្លេចចុច like share និង subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា